សូមជូនរឿងប្រវត្តិភ្នំសំពៅនៅខាងលិចទីរួមខេត្តបាត់ដំបងមានចម្ងាយប្រហែលជា12គីឡូម៉ែត្រមានភ្នំជាច្រើនដែលនៅជិតគ្នាដូចជាភ្នំសំពៅភ្នំទ្រង់មាន់ទ្រង់ទានិងភ្នំរំសាយសក់ជាដើមកាលនោះមានដំណាលតគ្នាមកថាមានស្ដេចមួយអង្គមានព្រះរាជបុត្រព្រះនាមរាជកុលទ្រង់បានតាំងព្រះរាជវាំងនៅលើជួរភ្នំដងរែកមាននារីម្នាក់ឈ្មោះសុវណ្ណមសានាងរើសបានពងមួយដែលមិនដឹងថាជាពងសត្វអ្វីនោះឡើយលុះដល់ខែវាញាស់ស្រាប់តែចេញកូនក្រពើដ៏តូចមួយនាងឃើញកូនក្រពើល្អអស្ចារ្យក៏ស្រឡាញ់ពេញចិត្តនិងខំចិញ្ចឹមថែរក្សាកូនក្រពើនោះរហូតដល់ធំវាជាសត្វក្រពើដែលឆ្លាតមានរូបរាងធំសម្បើមណាស់ដែលម្ចាស់វាបានដាក់ឈ្មោះថាក្រពើអាធន់ព្រះបាទរាជកុលទ្រង់បានសព្វព្រះរាជហឫទ័យនឹងនាងសុវណ្ណមសាដែលជាកូនអ្នកក្រីក្រម្នាក់មានរូបឆោមស័ក្តិសមល្អឥតខ្ចោះក្រពើរបស់នាងមានឫទ្ធិខ្លាំងពូកែណាស់វាជាសត្វក្រពើដែលក្លាហានហើយមានប្រាជ្ញាឆ្លៀសវៃទៀតផងបន្ទាប់ពីព្រះអង្គមានទំនាក់ទំនងជាមួយនាងហើយទ្រង់ក៏មានព្រះទ័យពុំសូវល្អទៅវិញដោយព្រះអង្គមានព្រះតម្រិះយល់ឃើញថាយើងពិតជាមិនអាចរៀបអភិសេកជាមួយនឹងនាងបានទេព្រោះនាងគឺជាកូនរាជសាមញ្ញធម្មតាតែប៉ុណ្ណោះចំណែកយើងវិញគឺជាព្រះរាជបុត្រហេតុដូច្នេះហើយយើងមិនអាចរួមរស់ជាមួយនឹងគ្នាបានទេលុះទ្រង់គិតច្បាស់លាស់ហើយក៏យាងទៅទូលព្រះរាជមាតានិងព្រះបិតាស្ដេចទាំងពីរអង្គក៏យល់ព្រមហើយចាត់មនុស្សក្នុងរាជវាំងឲ្យស៊ើបសួរថាមានស្រីណាដែលមានពូជពង្សវង្សត្រកូលខ្ពង់ខ្ពស់ដើម្បីមករៀបអភិសេកជាមួយនឹងព្រះរាជបុត្រារបស់ព្រះអង្គក្រោយមកមានដំណឹងថានៅស្រុកចន្ទបុរីមានស្ដេចមួយអង្គមានព្រះរាជបុត្រីព្រះនាមនាងរំសាយសក់ដែលមានសក់ទើបចង់បានអ្វីអាចធ្វើបានទាំងអស់គ្រាន់តែព្រះនាងច្បូតសក់ដីគោកคล้ายជាទឹកពីទឹកคล้ายទៅជាគោកបានព្រះបិតានិងព្រះមាតារបស់ព្រះបាទរាជកុលទ្រង់បញ្ជាឲ្យសេនានាំព្រះរាជសារទៅទូលថ្វាយស្ដេចក្រុងចន្ទបុរីដើម្បីចូលដណ្ដឹងព្រះរាជបុត្រីតាមប្រពៃណីស្ដេចក្រុងចន្ទបុរីពេលដែលបានទទួលដំណឹងនេះហើយទ្រង់ក៏យល់ព្រមហើយឆ្លើយតបព្រះរាជសារមកវិញថាបើទ្រង់សពព្រះរាជហឫទ័យលើបុត្រីទូលព្រះបង្គំសូមព្រះអង្គលើកបណ្ណាការមកចុះព្រះបាទរាជកុលទ្រង់បានសណ្ដាប់ដូច្នេះហើយក៏មានព្រះទ័យសមម្នាស់រីករាយពន់ពេកទើបបញ្ជាឲ្យពលសេនាទាហានរៀបចំគ្រឿងបណ្ណាការគ្រប់មុខយ៉ាងឱឡារិកផ្ទុកក្នុងសំពៅហើយក៏ធ្វើព្រះរាជដំណើរចេញទៅកាន់ក្រុងចន្ទបុរីចំណែកនាងសុវណ្ណមសាពេលជ្រាបដំណឹងនេះហើយនាងក៏មួម៉ៅក្តៅក្រហាយហើយនាងបាននិយាយថាព្រះរាជបុត្រហ៊ានក្បត់នៅខ្ញុំម្ចាស់ទៅរៀបអភិសេកជាមួយនឹងស្រីដទៃព្រះអង្គហ៊ានក្បត់នៅខ្ញុំម្ចាស់មិនអោយព្រះអង្គមានក្តីសុខឡើយនាងនិយាយដូច្នេះហើយតើប្រើក្រពើអាធន់ឲ្យទៅតាមសំពៅនោះអាធន់ចូលកូនទៅតាមកសំពៅនោះឲ្យវាលិចហិនហោចវិនិច្ឆ័យអន្តរាយទៅចុះព្រោះយើងមិនចង់ឲ្យព្រះអង្គទៅរៀបអភិសេកជាមួយនឹងនាងរំសាយសក់នោះឡើយចំណែកក្រពើអាធន់គ្រាន់តែឮម្ចាស់ប្រើដូច្នេះក៏លោតបោះពួយយ៉ាងលឿនដូចព្រួញចូលទៅក្នុងទឹកហើយសំដៅទៅរកសំពៅរបស់ព្រះបាទរាជកុលពេលនោះព្រះបាទរាជកុលទ្រង់ក្រឡេកឃើញក្រពើអាធន់ក៏មានព្រះបន្ទូលខ្លាំងថាអ្នកអាធន់អញទេឯងកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះក្រពើអាធន់ទូលតបវិញថាខ្ញុំម្ចាស់មិនដឹងថាព្រះអង្គកំពុងតែមានព្រះបន្ទូលអ្វីទេតែអ្វីដែលខ្ញុំម្ចាស់ដឹងខ្ញុំម្ចាស់យល់គឺស៊ីបាយអ្នកណាយកអាសាអ្នកនោះ
ពេលនោះពលសេនាទាហានឃើញក្រពើធំសម្បើមយ៉ាងនេះក៏នាំគ្នាភ័យឆោឡោពេញសំពៅខ្លះបោះត្រឡាចល្ពៅខ្លះបោះត្រង់មាន់ត្រង់ទាទៅឲ្យក្រពើស៊ីដើម្បីកុំឲ្យវាមកផ្អាកដំណើររបស់ព្រះអង្គព្រះបាទរាជកុលក៏បួងសួងថាសូមអស់លោកទេវតាដែលថែរក្សានៅលើទឹកដីនេះសូមលោកជួយពួកយើងទាំងអស់គ្នាឲ្យរួចផុតពីគ្រោះថ្នាក់នេះផងទៅចុះដោយបុណ្យបារមីរបស់ព្រះអង្គសេចក្តីបន់ស្រន់នេះក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជព្រះឥន្ទ្រាធិរាជក៏ផ្ដល់ដំណឹងនេះទៅឲ្យនាងរំសាយសក់ភ្លាមហើយនាងក៏ចាប់ផ្ដើមច្បូតព្រះកេសីឲ្យទឹកទន្លេនោះខះរីងស្ងួតទៅជាដីគោកទាំងអស់ក្រពើអាធន់ក៏ជាប់ផុងស្ងួតស្រកាក្នុងដីរមូលខ្លួនប្រកាច់ប្រកិនយ៉ាងលំបាកមុននឹងដាច់ខ្យល់ស្លាប់លុះទឹកទន្លេคล้ายជាដីគោកពេលនោះព្រះបាទរាជកុលបញ្ជាឲ្យពលសេនាបញ្ជូនរបស់របរទាំងអស់ធ្វើដំណើរទៅកាន់ក្រុងចន្ទបុរីដើម្បីរៀបអភិសេកជាមួយនឹងនាងរំសាយសក់ត្រង់ខ្លួនក្រពើក៏កើតទៅជាភ្នំមួយដែលសពថ្ងៃនេះគេហៅថាភ្នំក្រពើកន្លែងដែលក្រពើគោះកន្ទុយនឹងត្រង់ច្រមុះក្រពើក៏កើតទៅជាបឹងពីរដែលបឹងនោះហៅថាបឹងកន្ទុយក្រពើនិងបឹងច្រមុះក្រពើឯសំពៅក៏កើតទៅជាភ្នំមួយមានរាងដូចសំពៅសុតសាតនោះឈ្មោះថាភ្នំសំពៅចំណែកក្តោងសំពៅក៏ធ្លាក់ចូលទៅក្នុងទឹកកើតទៅជាភ្នំមួយហៅថាភ្នំក្តោងសំពៅទ្រង់មាន់ទ្រង់ទាដែលពួកគេបោះឲ្យក្រពើអាធន់ស៊ីនោះក៏កើតទៅជាភ្នំមួយហៅថាភ្នំទ្រង់មាន់និងភ្នំទ្រង់ទានៅត្រង់កន្លែងដែលព្រះនាងរំសាយសក់ច្បូតសក់នៅខាងត្បូងភ្នំសំពៅនោះក៏កើតជាភ្នំមួយទៀតគឺភ្នំរំសាយសក់បន្ទាប់ពីរៀបអភិសេករួចរាល់ហើយព្រះបាទរាជកុលគង់នៅលើដំរីនាំព្រះអគ្គមហេសីព្រមទាំងពលសេនាទាហានហែហោមយាងត្រឡប់មកព្រះរាជវាំងវិញនៅពេលកំពុងធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវទ្រង់ក៏ទតឃើញភ្នំទាំងអស់នោះក៏មានប្រតិយខ្ញាល់យ៉ាងខ្លាំងនឹងនាងសុវណ្ណមោសាជាអនេកព្រោះនាងចិត្តអាក្រក់បានជាវិនាសអន្តរាយយ៉ាងនេះដោយសារតែនាងសុវណ្ណមោសាចេះតែមានគំនិតអាក្រក់លើព្រះបាទរាជកុលព្រះអង្គក៏បញ្ជាពេជ្ឈឃាតឲ្យទៅចាប់នាងដើម្បីយកមកកាត់ទោសប្រហារជីវិតទ្រង់ធ្វើយ៉ាងនេះព្រោះមិនចង់ឃើញនាងបង្កបញ្ហាតទៅទៀតត្រង់ក្បាលរបស់នាងក៏កើតទៅជាភ្នំមួយហៅថាភ្នំសង់ក្បាលដែលសពថ្ងៃក៏คล้ายទៅជាភ្នំសងក្បានទៅវិញចំណែកព្រះបាទរាជកុលនិងព្រះនាងរំសាយសក់ក៏រស់នៅហើយស្រឡាញ់គ្នាលុះអវសាននៃជីវិតរឿងប្រវត្តិភ្នំសំពៅដែលប្រិយមិត្តបានស្ដាប់កំសាន្តនៅពេលនេះចប់ដោយបរិបូរណ៍ខ្ញុំបាទសូមខន្តីនិងអធ្យាស្រ័យរាល់កំហុសខុសឆ្គងទាំងឡាយណាក្នុងការអត្ថាធិប្បាយទៅមានការខុសចន្លោះត្រង់ប្រការណាមួយក៏សូមខន្តីនិងអភ័យទោសពីចម្ងាយផងដើម្បីទទួលបានរឿងនិទានថ្មីៗស្ដាប់កំសាន្តជាបន្តទៀតសូមពុកម៉ែបងប្អូនទាំងអស់ជួយចុច like page follow page ក៏ដូចជា subscribe channel YouTube ជូនខ្ញុំម្នាក់មួយផងសូមអរគុណ